បាបស្រីដល់ណាខ្ញុំឯកាខ្ញុំឈឺពេលនឹកដល់គេសង្សារនឹងគ្នាបងរវល់គ្មានពេលទុំនេផ្ទុយប្លែកពីសង្សារគេខំទេបើអូនស្អប់បងខ្លួនមានសង្សារតែដូចអត់សង្សារណាត់ម្ដងណាបងថាបងគ្មានពេលទេចង់ជួបបងខ្លាំងដល់ប្រាប់ថាឈឺណាបងមកក្បែរឯណាពីស្បត់ពីសបាយថាថែមិនឲ្យខូចចិត្តអោបេះដូងអើយខ្ញុំបែកគេហើយអ្នកគិតយ៉ាងណាខ្ញុំបែកសង្សារមានតែឈ្មោះខ្វះចិត្តភក្តីមានពេលឲ្យគេតែបងគ្មានពេលសម្រាប់រូបស្រីបែបនេះហើយសង្សារអីហើយតែមិនដែរនឹកមានចង់រស់ឲ្យឆ្ងាយចង់គេចចេញពីបងឈប់ទាំងតងលុបឈ្មោះធ្លាប់ជាសង្សារបងប្រងចោលស្រីបងមិនយល់អូនឈឺប៉ុណ្ណាតែក៏មិនសុំរៀមរាយកស្នេហាស្មោះមកវិញសុខសប្បាយទេបងប្អូនសុំសំឡេងមួយមកចាអរគុណច្រើនសូមលើកដៃទាំងអស់គ្នាផ្ដល់ជាកម្លាំងចិត្តផងអូបេះដូងអើយខ្ញុំបែកគេហើយអ្នកគិតយ៉ាងណាខ្ញុំបែកសង្សារមានតែឈ្មោះខ្វះចិត្តភក្តីមានពេលឲ្យគេតែបងគ្មានពេលសម្រាប់រូបស្រីបែបនេះហើយសង្សារអីហើយតែមិនដែរនឹកមានចង់រស់ឲ្យឆ្ងាយចង់គេចចេញពីបងឈប់ទាំងតងលុបឈ្មោះធ្លាប់ជាសង្សារបងប្រងចោលស្រីបងមិនយល់អូនឈឺប៉ុណ្ណាតែក៏មិនសុំរៀមរាយកស្នេហាស្មោះមកវិញអរគុណចាអញ្ញាជំរាបសួរដល់បងប្អូនទាំងអស់គ្នាពុកម៉ែមីមីចាទាំងអស់គ្នាចាបែកគ្នាយូរមែនតើចាសម្រាប់វត្តមានបងប្អូននៅបឹងស្នោស្ទូឌីយោចារបស់ស្ថានីយ៍ទូរទស្សន៍ ETV ថ្ងៃនេះហើយជាលើកទី1របស់នាងខ្ញុំផងដែរដែលបានចូលនៅក្នុងតន្ត្រី Go Concert នៅក្នុងថ្ងៃនេះជាមួយនឹងបងប្អូនចាហើយសង្ឃឹមថាបងប្អូននៅសប្បាយរីករាយជាមួយខ្ញុំនៅក្នុងយប់នេះផងដែរសប្បាយអត់ឈប់យូរថ្ងៃអញ្ចឹងសប្បាយឯណោះបានឈប់ធ្វើការច្រើនថ្ងៃចាអរគុណច្រើនសូមរីករាយជាមួយនឹងបទចម្រៀងថ្មីរបស់នាងខ្ញុំមួយបទទៀតចាអរគុណហេតុអ្វីក៏ហក់ខ្ញុំចាសូមផ្ដល់ជាសំឡេងមួយមកអរគុណច្រើន ភាពធ្លាប់មានស្នេហ៍កន្លង
មិនប្រកាន់ដែលថ្ងៃនេះអ្នកធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងស្រឡាំងកាំងហើយមិនមែនជាការប្រច័ណ្ឌគឺជាការហួសចិត្តពេកដែរអ្នកនៅតែពាក់ព័ន្ធមិនច្រឡំអ្នកនៅពាក់ព័ន្ធគេខ្ញុំមិនយល់ហេតុអ្វីអ្នកកុហកខ្ញុំមិនយល់ហេតុអ្វីអ្នកទៅជួបគេអ្នកមិនមែនជាតួកូនមិនសមចេះសំដែងទេអ្នកជួបគេជាហេតុខ្ញុំឆ្ងល់ណាស់ខ្ញុំមិនយល់ការស្រឡាញ់អ្នកជាអ្វីស្នេហ៍ភក្តីឬជានៃស្នេហ៍បោកប្រាស់កុំខ្សឹបខ្សៀវលួចលាក់លៀមបើការពិតអាចប្រកាន់ថាបោកប្រាស់ខ្ញុំអូខេដែរចេញហេតុអ្វីអ្នកមកកុហកខ្ញុំហេតុអ្វីអ្នកមកបោកស្នេហាសុំមួយទៀតមកអរគុណច្រើនខ្ញុំមិនយល់ហេតុអ្វីអ្នកទៅជួបគេអ្នកមិនមែនជាតួកូនមិនសមចេះសំដែងទេអ្នកជួបគេជាហេតុខ្ញុំឆ្ងល់ណាស់ខ្ញុំមិនយល់ការស្រឡាញ់អ្នកជាអ្វីស្នេហ៍ភក្តីឬជានៃស្នេហ៍បោកប្រាស់កុំខ្សឹបខ្សៀវលួចលាក់លៀមបើការពិតអាចប្រកាន់ថាបោកប្រាស់ខ្ញុំអូខេដែរចេញចាអរគុណច្រើនអរគុណផ្ដល់កម្លាំងទឹកចិត្តឲ្យនាងខ្ញុំណាជំរាបសួរសំណប់ចិត្តបាទទៅរួមមែនតែពីបតសូមជិះមកកមុខបាទស្រស់សោភាទេបាទសាកសមជាមួយឈ្មោះសោភាទេស្រឡាញ់គាត់ទេគ្រប់ត្រូលទេបើគ្រប់ត្រូលសូមសម្ដែងតាមការគ្រប់ត្រូលបាទចានាងខ្ញុំមកគ្រប់ត្រូលបងភាគឺ 100% ពេញតែម្ដងជាពិសេសទាំងពីរបតនាងខ្ញុំស្រឡាញ់ទាំងពីរបតចាតាមពិតខាងក្រោយមិញបទទីមួយហ្នឹងគឺដាក់ច្រៀងតាមគ្រប់ពាក្យគ្រប់ឃ្លាគឺដាក់អត់ខុសហ្មងបាទស្រឡាញ់បងនៅពេលដែលវ៉ាវនៅក្នុង Facebook ចា fan បទចម្រៀងហ្នឹងចាគេ share ឡើង 4-5 ដង share បទហ្នឹងស្រឡាញ់ចាបទពីរបទនេះនាងខ្ញុំក៏ស្រឡាញ់ដែរចាតាមពិតទៅត្រូវបកស្រាយបទផ្សេងតែដូចជានៅតែស្រឡាញ់បទហ្នឹងចាអញ្ចឹងបកស្រាយបទដដែលទៀតចាហើយបទទាំងពីរបទនេះជាបទកវីនិពន្ធរបស់ខ្មែររបស់យើងផងដែរចាអញ្ចឹងសូមជួយគាំទ្រទាំងអស់គ្នាហើយបទនេះក៏ចាត់ចេញជា VCD ក៏ដូចជា MV ចា music video ឆាប់ផងដែរចាកំពុងតរទួបប្រុសទួបពេញចិត្តអត់ឆ្មាននៅកញ្ញាមានសុខភាពសម្ដែងជុំគ្នាទៀតទេបាទពេញចិត្តទេគាំទ្រទេអរគុណនៅសម្លេងគាំទ្រប្រមាណជា2លានអ្នកបាទក្នុងស្ទូឌីយោតែខ្ញុំគាំទ្របងចម្រងជាមួយបងភៀននៅបទមួយដែលចេញយូរហើយបទព្យាយាមគ្មានន័យវ៉ាចាហើយបទឥឡូវនេះបេះដូងអាកំបាំងអូយដាក់និយាយរួមគ្រប់បទបងភៀគឺនាងខ្ញុំពេញចិត្តទាំងអស់អត់ទេបទខ្ញុំសម្ដែងមួយគាត់ភាច្រើនបទបែបនេះទៅលើមណាស់គ្នាមកពូនពេញចិត្តឥឡូវចេះមិញភៀបកសុំឲ្យ fan របស់ភៀបកស្រាយបន្តិចបាទចាសូមឲ្យ fan របស់កញ្ញាមានសុខភាពបកស្រាយបន្តិចបាទចឹងមិនជឿថាចេះបទនឹងអត់បាទបទមុនអញបកស្រាយបានទេបាទកញ្ញានេះតា
បកស្រាយបានពីព្រោះថាហើយតែស្រឡាញ់ទៅបីជ្រៀងអត់ព្រោះក៏នាងខ្ញុំបកស្រាយចាប្រឹងចាសូមជ័យលើ1 ទី ចា 2 លេងអត់បង សង្លឺឃើញតែនិយាយព្រោះប៉ុណ្ណឹងជ្រៀងមិនដឹងព្រោះយ៉ាងណាចាតោះ1 2 3បទទី1ណែបទណែឌីតាតោះលេងអត់បង កុំ អ ភ្លេ ត់ ង បានត្រៀមខ្លួននេះគ្នាភ័យ ផ្ទាល់ហ្មងជ្រៀងផ្ទាល់មិនបាច់ភ្លេងណា មិនភ្លេងទេណាតោះ ពិបាកចែកលុយ1ទៀតណាបងព្រោះខ្ញុំមិនមែនអ្នកចម្រៀងអាជីព 2 3 មេឃអើយអើយមេឃធ្វើបាបស្រីដល់ណាខ្ញុំអាចក្លាខ្ញុំជឿពេលនឹងដល់គេសង្សារនឹងគ្នាបងរវល់គ្មានពេលទំនេរទុយប្លែកពីសង្សារគេខំទេបអូនស្អប់បង វ៉ាវ Oh my god ព្រោះមែនទេនិយាយព្រោះខ្ញុំថាឲ្យថាទៀតតាពិធីករតែនិយាយព្រោះឲ្យច្រៀងព្រោះទៀត បើមិនជាព្រោះបានចម្លែកបទនេះនៅក្នុងមួយថ្ងៃតាមខ្ញុំទុំធ្វើការតាមខែមួយគាត់ណាមិនតិចជាង10ដងទេព្រោះគាត់ដាក់ការតិចគាត់ណាគាត់ថាមុននឹងគេលក់គាត់ត្រូវស្ដាប់បទហ្នឹង3ដងយ៉ាងតូច អូយដូចគ្នាចាឆ្លាញ់បទហ្នឹងដែរតាហើយចង់ប្រាប់ថាបទមិញណាតង់ខ្ពស់ហើយពិបាកធ្វើសំឡេងទៀតតែគាត់ធ្វើបានល្អមែនទេចាសូមសរសើរ អត់ទេ ព្រោះណា ហើយបងបើសិនជាគេខ្វះតួស្រីត្រូវតួប្អូនស្រីបងអីចឹងអាចហៅគេយកទៅថតបាន ប្រម៉ូទ យកអត់គិតអីទាំងអស់ ចាអរសង្ឃឹមថាបងម្ចាស់ផលិតកម្មគាត់នឹងដឹងហើយ ចា ហើយយើងមានសមត្ថភាពប៉ុណ្ណា ចាអរគុណបង ស្អាតខ្ពស់ហើយចានិយាយបានល្អហើយច្រៀងបានព្រោះទៀតចាតិចទៀតដឹងតែមានអនាគតល្អហើយអូនចាអរគុណមានក្រុមហ៊ុនជាច្រើននឹងកុងត្រាតាកុងត្រាយកផ្ដាច់តែម្ដងព្រោះមិនអោយទេខ្លាចសាច់ផលិតកម្មណាយកបាន ប៉ុន្តែឆាប់នេះខ្ញុំនឹងមានស្នាដៃថ្មីមួយទៀតជាមួយនឹងកញ្ញាមីសុខសុភាបទចម្រៀងបែបមិនសូវជាត្រឹមត្រូវប្រហែលទេខ្ញុំនោះបាទព្រោះរៀងចលើមតិចទៀតហើយបាទជឿជាក់ថាជាមួយនឹងការផ្ដល់ជូននៅបទចម្រៀងថ្មីតាមរយៈ MV ជាមួយខ្ញុំបាទនៅកញ្ញាមីសុខសុភាជឿជាក់លោកអ្នកនឹងទទួលបានការគ្រប់គ្រងឥឡូវកញ្ញាមីសុខសុភាគាត់ក៏មានបទចម្រៀងជាច្រើនបទទៀតនៅវគ្គក្រោយៗទៀតដែរសម្រាប់ពេលនេះកម្មវិធីទូមូលសូមអនុញ្ញាតសម្រាប់មួយភ្លើបសិនបាទ